ព្រះគម្ពីររ៉ូមជំពូក2ខ17ដល់24បើអ្នកមានឈ្មោះជាសាសយូដាទាំងទុកចិត្តនិងក្រឹតវិន័យហើយអួតសរសើរពីព្រះក៏ស្គាល់ព្រះハរតីទ្រង់ហើយចេះសម្គាល់រើសសេចក្តីល្អដោយបានរៀនតាមក្រឹតវិន័យទាំងជឿប្រកាសថាខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ជាពន្លឺដល់ពួកអ្នកដែលងងឹតជាអ្នកទូមានប្រដៅដល់ពួកខ្លាចល្ងងជាគ្រូបង្រៀនដល់កូនក្មេងក៏មានគំរូពីសេចក្តីចេះដឹងនិងសេចក្តីពិតនៅក្នុងក្រឹតវិន័យដូច្នេះអ្នកឯងដែលបង្រៀនគេតើមិនបង្រៀនដល់ខ្លួនឯងទេឬអីអ្នកឯងដែលប្រដៅថាកុំឲ្យលួចគេតើអ្នកលួចឬទេអ្នកឯងដែលថាកុំឲ្យផិតគ្នាតើអ្នកផិតឬទេអ្នកឯងដែលស្អប់ខ្ពើមរូបព្រះតើអ្នកប្លន់ព្រះវិហារឬទេអ្នកឯងដែលអួតពីក្រឹតវិន័យតើអ្នកបង្អាប់ព្រះដោយប្រព្រឹត្តរំលងនៃក្រឹតវិន័យឬទេត្បិតពួកសិស្សដទៃគេប្រមាថដល់ព្រះនាមព្រះដោយព្រោះតែអ្នករាល់គ្នាដូចជាមានសេចក្តីចែងទុកមកហើយអាមែនខ្ញុំអធិដ្ឋានក៏សូមអរព្រគុណដល់ព្រះវរបិតាព្រះបុត្រាព្រះវិញ្ញាណដ៏បរិសុទ្ធអរគុណដល់ព្រះអង្គសម្រាប់ពេលវេលាដែលទូបង្គំយើងខ្ញុំទាំងអស់គ្នាម្នាក់អាចចូលមកសរសើរនិងកើនដល់ព្រះអង្គអរគុណទ្រង់សម្រាប់ពេលវេលាថ្ងៃនេះដែលព្រះអង្គបានអនុញ្ញាតឲ្យទូបង្គំទាំងអស់គ្នាមានឱកាសដើម្បីនឹងទទួលនៅព្រះបន្ទូលដែលជាអាហារខាងពលឹងវិញ្ញាណឲ្យទូបង្គំអាចនឹងសរសើរនិងកើនទៅកាន់ព្រះអង្គដែលជាគោលបំណងដែលព្រះអង្គទ្រង់បានប្រទានឲ្យមនុស្សសរសើរនិងកើនទ្រង់ហើយទ្រង់ក៏បានឲ្យទូបង្គំបានស្វែងរកព្រះអង្គតាមរយៈការអំពាវនាវអធិដ្ឋានទៅកាន់ទ្រង់សូមព្រះអង្គបានស្ដាប់ពីស្ថានសួគ៌ហើយប្រទាននៅព្រះពរដល់អស់ទាំងបងប្អូនពីមកហើយផងដែរអរគុណដល់ព្រះអង្គទូបង្គំសូមអធិដ្ឋានទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងជីវិតប្រចាំថ្ងៃប្រហែលជាបងប្អូនតែងតែឧស្សាហ៍បានជួបមនុស្សដែលមានលក្ខណៈខាងក្រៅនិងជីវិតខាងក្នុងគឺអត់ដូចគ្នាទេមនុស្សម្នាក់អាចនិយាយបានល្អអាចបង្ហាញខ្លួនថាល្អហើយក៏អាចធ្វើឲ្យអ្នកដទៃគិតថាគាត់គឺជាមនុស្សល្អបានផងដែរតើមានទេធ្លាប់ជួបអញ្ចឹងទេប៉ុន្តែយើងមិនអាចដឹងនៅក្នុងចិត្តរបស់គាត់បានទេតើគាត់មានលក្ខណៈយ៉ាងណាមានដួងចិត្តបែបណាយើងអត់ដឹងទេរឿងនេះក៏អាចកើតឡើងក្នុងជីវិតខាងព្រលឹងវិញ្ញាណរបស់យើងផងដែរយើងអាចនិយាយបានល្អស្គាល់ព្រះបន្ទូលព្រះយើងអាចនិយាយអំពីព្រះនាមព្រះជាម្ចាស់ទៅកាន់អ្នកដទៃបានយ៉ាងល្អព្រមទាំងយើងអាចបង្រៀនអ្នកដទៃបានប៉ុន្តែការរស់នៅរបស់យើងមិនសមស្របទៅនឹងអ្វីដែលយើងកំពុងនិយាយឡើយនេះគឺជារឿងដែលគួរឲ្យយើងត្រូវត្រួតពិនិត្យមើលជីវិតរបស់ផងខ្លួនតើមានការអ្វីដែលកំពុងតែមានបញ្ហាលាក់ទុកលាក់ពុតនៅក្នុងចិត្តរបស់ផងយើងដែរឬក៏យ៉ាងណាដូច្នេះយើងត្រូវតែមើលអំពីខ្លួនយើងយ៉ាងម៉ត់ចត់ផងដែរអាមែននៅក្នុងអត្ថបទដែលយើងបានអាននៅថ្ងៃនេះសាវកប៉ូលកំពុងបង្ហាញយើងអំពីលក្ខណៈដ៏សំខាន់មួយដែលតែងតែកើតមាននៅក្នុងជីវិតនៃមនុស្សម្នាក់គឺអ្វីទេភាពលាក់ពុតអ្វីទៅគឺជាភាពលាក់ពុតភាពលាក់ពុតគឺជាការបង្ហាញខ្លួនថាយើងគឺជាមនុស្សបែបនេះមនុស្សបែបនោះខណៈដែលយើងដឹងថាខ្លួនយើងមិនមែនអញ្ចឹងទេប៉ុន្តែខំសម្ដែងប្រាប់គេថាអូខ្ញុំល្អយ៉ាងនេះខ្ញុំល្អយ៉ាងនោះប៉ុន្តែជាការពិតជីវិតរបស់ផងយើងពិតប្រាកដមិនមែនអញ្ចឹងទេនេះហើយគឺជាទង្វើនៃការលាក់ពុតវាគឺជាអំពើបាបដែលបានលាក់ពួនភាពលាក់ពុតនេះបានលាក់ពួននៅក្នុងជីវិតផងយើងហើយបានធ្វើឲ្យយើងមានគ្រោះថ្នាក់បំផុតដែលធ្វើឲ្យមនុស្សយើងម្នាក់មិនមានការចាប់អារម្មណ៍ទេបងប្អូនធ្លាប់ចាប់អារម្មណ៍ពីភាពលាក់ពុតដែលយើងមានក្នុងខ្លួនទេពេលខ្លះយើងគិតថាវាជារឿងតូចតាចយើងអត់ខ្វល់ទេប៉ុន្តែជាការពិតភាពលាក់ពុតប្រៀបបីដូចជាដំបែបងប្អូនស្គាល់ដំបែទេតើពេលណាយើងប្រើដំបែទេគឺដើម្បីឲ្យម្សៅដែលយើងចង់ធ្វើនំប៉័ងដែលមកពីដុំម្សៅទូចមួយគ្រាន់តែដាក់ដំបែចូលទៅយ៉ាងម៉េចដែរម្សៅនំប៉័ងនោះបានរីកដោធំឡើងផងដែរដូច្នេះបងប្អូនសូមគិតថា
ភាពលាក់ពុតមិនមែនជារឿងសាមញ្ញទេមិនមែនជារឿងតូចតាចទេប៉ុន្តែអារម្មណ៍របស់ផងយើងតែគិតថាវាជារឿងតូចតាចដែលធ្វើឲ្យយើងមិនខ្វល់អំពីវាហើយបន្តធ្វើវាជាប្រចាំថ្ងៃផងដែររហូតដល់យើងខ្លាចជាអ្វីមនុស្សលាក់ពុតដែលពោពេញថាអំពើបាបនៅចំពោះព្រះបងប្អូនអើយហេតុនេះហើយបានជាព្រះយេស៊ូវបានប្រមានថានៅក្នុងលូកាចំពុក12ខ1ចូលអ្នករាល់គ្នាប្រយ័ត្ននឹងដំបែពួកផារេស៊ីដែលជាសេចក្តីកំពុតព្រះអង្គឲ្យយើងធ្វើអ្វីទេប្រយ័ត្នកុំមើលងាយកុំមើលស្រាលចូលប្រយ័ត្នអាមែននៅក្នុងចំពុក1លោកពោលបាននិយាយទៅកាន់អ្នកណាទេចំពុក1យើងបានសិក្សាហើយគឺលោកពោលបាននិយាយទៅកាន់ពួកសត្វដទៃប៉ុន្តែនៅក្នុងចំពុក2លោកពោលបានបែរពីសត្វដទៃមកនិយាយបន្ទោសទៅកាន់ពួកយូដាវិញម្ដងដែលពួកសាសយូដាគេកំពុងតែមានភាពអំនួតមោទនភាពចំពោះឋានៈដែលខ្លួនមាននៅក្នុងពួកជំនុំនៃព្រះហើយអ្វីទៀតពួកគេកំពុងតែអួតថាអូខ្ញុំមានក្រឹតវិន័យរបស់ផងព្រះដូច្នេះមិនអាចនឹងថ្កោលទោសខ្ញុំបានទេពួកជនជាតិយូដាគិតថាខ្លួនមានអ្វីទាំងអស់ដែលធ្វើឲ្យពួកគេមានភាពខុសប្លែកពីពួកសារតីបងប្អូនគិតអញ្ចឹងទេតើពួកសាសយូដាមានភាពខុសប្លែកសារតីទេអត់ទេពួកគេគិតថាពួកគេគឺជាពូជរបស់អាប់រ៉ាហាំមានក្រឹតវិន័យនឹងគឺជាពូជដែលបានញែកជាបរិសុទ្ធតាមរយៈការកាត់ស្បែកដូច្នេះពួកគេស្គាល់ពួកគេបង្រៀនព្រះបន្ទូលពួកគេចងចាំព្រះបន្ទូលច្រើនប៉ុន្តែជីវិតរស់នៅរបស់ពួកគេមិនបានរស់នៅតាមអ្វីដែលពួកគេដឹងដែលពួកគេស្គាល់អំពីព្រះបន្ទូលព្រះជាម្ចាស់ទេចុះចំណែកបងប្អូនថាខ្ញុំវិញយើងចេះព្រះបន្ទូលច្រើនប៉ុណ្ណាយើងស្គាល់ព្រះបន្ទូលព្រះអង្គច្រើនប៉ុណ្ណាយើងមានសំណួរសួរអំពីព្រះច្រើនប៉ុណ្ណាតើបងប្អូននៅពេលដែលបានចម្លើយហើយនៅពេលដែលស្គាល់ព្រះអង្គហើយតើយើងបានរស់នៅតាមព្រះបន្ទូលព្រះអង្គដែរឬទេនេះគឺជារឿងសំខាន់ដែលលោកប៉ូលកំពុងតែមានប្រសាសន៍មកកាន់យើងផងដែរព្រះបន្ទូលនេះមិនមែនលោកប៉ូលនិយាយតែពួកយូដាឬក៏ពួកអាចារ្យឬក៏ពួកផារីស៊ីទេប៉ុន្តែគាត់កំពុងតែនិយាយឆ្ពោះមកកាន់យើងដែរដែលជាអ្នកជឿលើព្រះអង្គតើយើងចេះព្រះបន្ទូលទេតើយើងស្គាល់ព្រះបន្ទូលព្រះអង្គទេយើងថាយើងស្គាល់យើងចេះយើងស្រឡាញ់ព្រះយេស៊ូវផងដែរតែតើយើងបានរស់នៅតាមព្រះបន្ទូលព្រះឬក៏អត់នេះគឺជារឿងសំខាន់បងប្អូនយើងទៅចប់ថ្នាក់បាក់ឌុបប្រឡងហើយថ្មីពួកគាត់ខំប្រឹងរៀន12ឆ្នាំដើម្បីតែមួយថ្ងៃពីរថ្ងៃនឹងទេមែនទេអេណាដូច្នេះប្រសិនបើនៅសាលាយើងខំប្រឹងស្ដាប់យើងស្គាល់លំហាត់យើងចេះកណនាលេខអំពីការនោះប៉ុន្តែនៅពេលដែលប្រឡងយើងអត់ធ្វើសោះតើជាប់ទេអត់ទេទោះបីជាបងប្អូនចេះប៉ុណ្ណាក៏ដោយយល់អំពីមេរៀនប៉ុណ្ណាក៏ដោយអត់ធ្វើទេស្មើសូន្យហើយដូចគ្នាបងប្អូនចេះព្រះបន្ទូលប៉ុណ្ណាស្គាល់ព្រះបន្ទូលព្រះប៉ុណ្ណាក៏ដោយស្គាល់អំពីថែមទាំងស្គាល់ព្រះហត្ថលេខព្រះយ៉ាងច្បាស់ក៏ដោយអត់រស់នៅតាមព្រះបន្ទូលព្រះអង្គទេជីវិតយើងនៅតែស្ថិតក្នុងអំពើបាបដដែលអាមែនដូច្នេះជាការពិតណាស់ជារឿយភាពលាក់ពុតនេះវាចាប់ផ្ដើមដោយមោទនភាពដែលយើងមាននិងការចង់បានការគោរពពីមនុស្សយើងចង់ឲ្យអ្នកដទៃមើលឃើញថាយើងល្អមែនទេទោះបីជាជីវិតខាងក្នុងរបស់យើងមិនដូចជាអ្វីកំពុងតែបង្ហាញគេក៏ដោយយើងអាចបោកប្រាស់អ្នកដទៃបានប៉ុន្តែយើងមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានទេយើងមិនអាចលាក់បាំងចំពោះព្រះជាម្ចាស់បានទេពីព្រោះមនុស្សមើលអត់ឃើញខាងក្នុងយើងគេមើលឃើញតែខាងក្រៅយើងសម្ដែងល្អគឺថាយើងល្អប៉ុន្តែព្រះទ្រង់មិនមែនមើលខាងក្រៅយើងទេព្រះអង្គមើលទៅកាន់ដួងចិត្តរបស់បងប្អូនម្នាក់តើអ្នកដែលថាស្លាញ់ខ្ញុំដួងចិត្តនេះពិតជាស្លាញ់ខ្ញុំមែនឬក៏អត់ដូច្នេះអ្វីដែលគួរឲ្យខ្លាចបំផុតគឺមិនមែនគ្រាន់តែបោកប្រាស់អ្នកដទៃថាយើងល្អប៉ុណ្្នឹងទេប៉ុន្តែគឺការដែលយើងកំពុងព្យាយាមបោកប្រាស់ទាំងខ្លួនឯងដែរដោយគិតថាអូរូបភាពខាងក្រៅដែលយើងខំបង្ហាញគេហ្នឹងវាគឺជាជីវិតពិតរបស់ខ្ញុំទាំងខ្លួនឯងមិនបានរស់នៅតាមអញ្ចឹងទេប៉ុន្តែយើងយល់ច្រឡំថាម៉េចយើងបោកប្រាស់ខ្លួនឯងថាអូខ្ញុំពិតជាអញ្ចឹងមែនគេសរសើរខ្ញុំអញ្ចឹងខ្ញុំអញ្ចឹងដែរមិនមែននេះត្រូវតែប្រុងប្រយ័ត្នបងប្អូន
ហេតុនេះហើយបានជាព្រះយេស៊ូវបានទូលមានថាម៉េចទេចូលប្រុងប្រយ័ត្នពីដំបែពួកផារីស៊ីដែលកំពុងតែលាក់ពុតសូមកុំគិតថាការលាក់ពុតគឺជារឿងតូចតាចប៉ុន្តែវាគឺជារឿងដែលបំផ្លាញយើងផងដែរនៅពេលខាងមុខដូច្នេះការនេះគឺដ៏សំខាន់មួយដែលអរបងប្អូនត្រូវតែចងចាំគឺថាភាពលាក់ពុតចាប់ដើមនៅពេលដែលយើងខ្វល់ខ្លាំងអំពីតើមនុស្សយល់យ៉ាងណាអំពីខ្ញុំយើងខ្វល់តែអំពីរឿងហ្នឹងប៉ុន្តែយើងភ្លេចថាព្រះទ្រង់កំពុងតែទតមើលយើងអាមែនតើសប្តាហ៍ថ្ងៃបងប្អូនគិតអំពីថាតើព្រះមើលមកកាន់ខ្ញុំបែបណាទេយើងអត់សូវទេប៉ុន្តែអូតើអ្នកនោះគិតអំពីខ្ញុំយ៉ាងម៉េចទៅណោះយើងតែងតែគិតអំពីការនោះជាងព្រះទ្រង់ទតមើលមកកាន់យើងដូច្នេះតាមរយៈអត្ថបទព្រះគម្ពីរដែលយើងបានអាននៅថ្ងៃនេះយើងនឹងមើលឃើញនៅរឿងសំខាន់ទាំង3ចំណុចដែលសាវកពលកំពុងរៀបមកកាន់យើងខ្ញុំទី1ភាពលាក់ពុតបោកបញ្ឆោតខ្លួនឯងយើងមិនមែនបោកបញ្ឆោតតែអតីតទេយើងបញ្ឆោតទាំងខ្លួនឯងផងដែរពីព្រោះយើងដឹងសេចក្តីពិតប៉ុន្តែមិនរស់នៅតាមសេចក្តីពិតទេឥឡូវសូមអាននៅក្នុងខ17ដល់ខ22ជាមួយខ្ញុំបើអ្នកមានឈ្មោះថាជាសាយុដាទាំងទុកចិត្តនិងក្រឹតវិន័យហើយអួតសរសើរពីព្រះក៏ស្គាល់ព្រះハរតីទ្រង់ហើយចេះសម្គាល់រសសេចក្តីល្អដោយបានរៀនតាមក្រឹតវិន័យទាំងជឿប្រកាសថាខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ជាពន្លឺដល់ពួកអ្នកដែលងងឹតជាអ្នកទូតមានប្រដៅដល់ពួកខ្លៅល្ងង់ដល់កូនក្មេងក៏មានគំរូនៃសេចក្តីចេះដឹងនិងសេចក្តីពិតនៅក្នុងក្រឹតវិន័យដូច្នេះអ្នកឯងដែលបង្រៀនគេតើមិនបង្រៀនដល់ខ្លួនឯងទេឬអីអ្នកឯងដែលប្រដៅថាកុំឲ្យលួចគេតើអ្នកលួចឬទេអ្នកឯងដែលថាកុំឲ្យផិតគ្នាតើអ្នកផិតឬទេអ្នកឯងដែលស្អប់ខ្ពើមរូបព្រះតើអ្នកប្លន់ព្រះវិហារឬទេអាមែននៅក្នុងផ្នែកនេះសាវកពលកំពុងនិយាយទៅកាន់ពួកសាសយូដាដែលពួកគេជាមនុស្សដែលស្គាល់ព្រះបន្ទូលយ៉ាងច្បាស់លាស់ពួកគេអួតថាពួកគេមានក្រឹតវិន័យពួកគេចេះព្រះបន្ទូលពួកគេអាចថែមទាំងបង្រៀនព្រះបន្ទូលទៅកាន់អ្នកអតីតបានផងដែរពួកគេស្គាល់ពីព្រះハរតីព្រះហើយនឹងពួកគេអាចនឹងណែនាំព្រះបន្ទូលទៅកាន់អ្នកអតីតយ៉ាងត្រឹមត្រូវបាននិយាយខ្លីពួកគេមានចំណេះដឹងអំពីសេចក្តីពិតយ៉ាងជ្រាលជ្រៅមែនទែនបងប្អូនមានទេតើយើងមានលក្ខណៈដូចជាពួកគាត់ដែរឬទេយើងមានហើយយើងស្គាល់ព្រះបន្ទូលហើយយើងយល់អំពីព្រះハរតីព្រះអង្គយើងយល់អំពីផ្លូវពិតដែលនាំយើងទៅកាន់ការសង្គ្រោះហើយអាមែនប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរបំផុតរបស់ផងយើងគឺជាអ្វីគឺយើងដឹងសេចក្តីពិតប៉ុន្តែមិនរស់នៅតាមទេនោះគឺជាបញ្ហាការដឹងសេចក្តីពិតមិននាំឲ្យយើងបានសង្គ្រោះទេសូមចាំការនាំសេចក្តីពិតមិនអាចសន្មត់ថាយើងបានសង្គ្រោះទេប៉ុន្តែយើងត្រូវតែរស់នៅតាមព្រះបន្ទូលព្រះជឿទុកចិត្តលើព្រះហើយរស់នៅតាមព្រះបន្ទូលនោះហើយគឺជាជំនឿពិតប្រាកដដូច្នេះអ្វីដែលបានលាក់ពុតនៅក្នុងចិត្តផងយើងគឺនាំឲ្យយើងមានគ្រោះថ្នាក់បំផុតដែលយើងមិនចាប់អារម្មណ៍ទេដូច្នេះខ្ញុំសង្ឃឹមថាមេរៀនថ្ងៃនេះបងប្អូនសូមព្យាយាមចាប់អារម្មណ៍អំពីភាពលាក់ពុតដែលយើងកំពុងតែលាក់បាំងខ្លួនឯងសូមកុំឲ្យការនោះបានបញ្ឆោតយើងឡើយថាវាមិនអីទេប៉ុន្តែព្រះសម្មាចូលប្រយ័ត្នពីព្រោះវាគ្រោះថ្នាក់បំផុតអាមែនដូច្នេះមនុស្សលាក់ពុតមិនមែនជាមនុស្សដែលមិនស្គាល់អ្វីដែលត្រឹមត្រូវទេពួកគេស្គាល់ពួកគេដឹងពួកគេចេះផ្ទុយទៅវិញពួកគេអាចដឹងយ៉ាងច្បាស់ថាអ្វីជារឿងត្រឹមត្រូវប៉ុន្តែជីវិតរបស់ផងគាត់មិនដើរតាមភាពត្រឹមត្រូវនោះទេនោះគឺជាបញ្ហាធំបំផុតបងប្អូនអើយយើងអាចស្គាល់ព្រះគម្ពីរច្រើនអាមែនប៉ុន្តែការស្គាល់ព្រះគម្ពីរច្រើនមិនមែនមានថាយើងកំពុងរស់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់ទេយើងអាចស្ដាប់ការអធិប្បាយរាល់សប្តាហ៍យើងអាចចេះអាចចងចាំខគម្ពីរជាច្រើនយើងអាចបញ្យល់ព្រះបន្ទូលទៅកាន់អ្នកដែលមានជំនឿថ្មីបានហើយថែមទាំងអាចបង្រៀនទៅកាន់ពួកជំនុំបានផងដែរអាមែនប៉ុន្តែសំណួរដែលព្រះអង្គទ្រង់កំពុងសួរមកកាន់យើងតាមរយៈព្រះបន្ទូលថ្ងៃនេះគឺថាតើអ្វីដែលបងប្អូនលោកយាយអំពឹងមិញបានស្គាល់
កំពុងคล้ายទៅជាអ្វីដែលយើងរស់នៅឬទេអ្វីដែលយើងដឹងដែលយើងបានស្ដាប់ឮដែលយើងចេះកំពុងคล้ายជាអ្វីដែលយើងកំពុងរស់នៅតាមឬក៏អត់ព្រោះយើងមានព្រះបន្ទូលកាន់នៅដៃហើយអាមែនបងប្អូនមានព្រះគម្ពីរកាន់នៅដៃប៉ុន្តែយើងបែរជាមិនមានព្រះបន្ទូលនៅក្នុងដួងចិត្តទេយើងអាចកាន់ព្រះគម្ពីរបង្ហាញថាអូខ្ញុំជាគ្រីស្ទៀនយើងស្គាល់ព្រះគម្ពីរយើងអានយើងដឹងយើងចេះប៉ុន្តែតើព្រះគម្ពីរនោះព្រះបន្ទូលនោះមានក្នុងចិត្តយើងដែរឬក៏អត់នោះគឺជាបញ្ហាដែលព្រះអង្គកំពុងតែទូមានមកកាន់យើងតាមរយៈសម្បត្តិរបស់លោកពោលផងដែរសូមឲ្យយើងមានព្រះបន្ទូលនៅក្នុងដួងចិត្តមិនមែនកាន់ព្រះបន្ទូលតែក្នុងដៃហើយយើងទន្ទិញចាំមកតែប៉ុណ្្នឹងទេសូមឲ្យព្រះបន្ទូលនោះបានធ្លាក់ទៅក្នុងដួងចិត្តយើងហើយបង្កើតផលផ្លែឡើងអាមែនដូច្នេះយើងអាចនិយាយអំពីការអត់ទោសយើងអាចនិយាយអំពីក្តីស្រឡាញ់ប៉ុន្តែយើងមិនបានស្រឡាញ់យ៉ាងស្មោះត្រង់ទៅកាន់ព្រះនិងទៅកាន់អ្នកដទៃទេយើងអាចនិយាយអំពីការអត់ទោសប៉ុន្តែចិត្តយើងនៅតែខឹងគេមានចឹងអត់យើងនិយាយថាអូខ្ញុំអត់ទោសខ្ញុំត្រូវតែអត់ទោសឲ្យគេប៉ុន្តែតើចិត្តយើងនៅតែខឹងគេអត់យើងមានហើយយើងអាចបង្រៀនអ្នកដទៃឲ្យចេះអធិដ្ឋានប៉ុន្តែសុទ្ធថាតើយើងអធិដ្ឋានអត់រាល់ថ្ងៃយើងអាចប្រាប់អ្នកដទៃឲ្យរស់នៅបរិសុទ្ធប៉ុន្តែជីវិតសម្ងាត់របស់យើងនៅតែបន្តធ្វើបាបនៅចំពោះព្រះហេតុនេះហើយសាវកប៉ុលបានសួរនៅក្នុងខ21ថាដូច្នេះអ្នកឯងដែលបង្រៀនគេតើមានបង្រៀនខ្លួនឯងឬក៏អត់យើងណែនាំគេតើយើងមានបានណែនាំខ្លួនឯងឬក៏អត់ឲ្យដើរតាមព្រះបន្ទូលព្រះសំណួរនេះមិនមែនជាសំណួរដែលលោកពោលផ្ដោតទៅលើតែពួកសាសយូដាទេសំណួរនេះគឺបានដាស់តឿនសម្រាប់បងប្អូនហើយនិងខ្ញុំនៅសប្តាហ៍នេះផងដែរយើងចេះព្រះបន្ទូលប៉ុណ្ណាហើយបង្រៀនគេប៉ុណ្ណាសូមឲ្យការនោះបង្រៀនយើងជាមុនសិនអាមែនដូច្នេះនៅពេលដែលខ្ញុំរៀបចំអធិប្បាយម្ដងព្រះបន្ទូលនោះគឺបង្រៀនខ្ញុំជាមុនសិនដាស់តឿនយើងឲ្យយើងមានដួងចិត្តដែលចំតើតាមព្រះជាម្ចាស់មានអរិយាប័ត្រទន់ទាបចំពោះព្រះបន្ទូលព្រះអង្គអាមែនដូច្នេះបងប្អូនយើងត្រូវតែប្រុងប្រយ័ត្នព្រោះការបង្រៀនអតីអាចធ្វើឲ្យយើងភ្លេចមើលខ្លួនឯងយើងមើលតែគេប៉ុន្តែភ្លេចមើលខ្លួនឯងអាមែនយើងអាចចេះមើលកំហុសអ្នកអតីបានប៉ុន្តែយើងមើលអត់ឃើញកំហុសខ្លួនឯងទេហើយនេះហើយបានជាព្រះយេស៊ូវវាថាម៉េចអ្នកអើយចូលអ្នកមើលឃើញតែគុំតិចដែលក្នុងភ្លេចគេតែប៉ុណ្ណោះប៉ុន្តែសូមយកធ្នឹមចេញពីភ្លេចអ្នកផងគុំតិចនឹងធ្នឹមមួយណាធំជាងទេធ្នឹមប៉ុន្តែយើងអត់ឃើញធ្នឹមរបស់ផងយើងទេយើងបែរជាឃើញកំហុសគេទៅវិញតិចតួចតិចប៉ុណ្ណោះយើងមើលឃើញប៉ុន្តែកំហុសរបស់យើងដែលយើងលាក់បាំងយើងមើលឃើញទេយើងកក់ទុកវាចោលនេះហើយគឺជាអំពើបាបអាមែនហើយនេះហើយបានជាលោកពោលគាត់បានមានប្រសាសន៍បន្តទៀតនៅក្នុងខ21 22ដោយលើកឡើងថាអ្នកឯងដែលបដៅថាកុំឲ្យលួចគេតើអ្នកលួចឬទេអ្នកឯងដែលថាកុំឲ្យផិតគ្នាតើអ្នកផិតឬទេការនេះបង្ហាញថាពួកគេដឹងច្បាស់ថាអ្វីទៅគឺជាអំពើបាបបងប្អូនដឹងទេយើងដឹងហើយអ្វីទៅគឺជាកំហុសអ្វីទៅគឺជាអំពើបាបអ្វីទៅគឺជាផ្លូវត្រឹមត្រូវយើងដឹងហើយប៉ុន្តែពួកគេមិនអនុវត្តតាមសេចក្តីពិតដែលពួកគេបានស្គាល់ដែលពួកគេបានដឹងឡើយបងប្អូននេះគឺជាគ្រោះថ្នាក់បំផុតដែលយើងត្រូវតែប្រុងប្រយ័ត្នព្រះជាម្ចាស់ស្រឡាញ់បងប្អូនគ្នាអាមែនព្រះអង្គមិនចង់ឲ្យយើងគ្រាន់តែស្គាល់ព្រះបន្ទូលទេព្រះអង្គមិនចង់ឲ្យយើងគ្រាន់តែស្ដាប់ឮព្រះបន្ទូលទេប៉ុន្តែទ្រង់ចង់ឲ្យព្រះបន្ទូលដែលយើងបានឮនោះផ្លាស់ប្ដូរជីវិតរបស់យើងម្នាក់ៗរាល់ថ្ងៃព្រះមិនចង់ឲ្យយើងគ្រាន់តែអាចនិយាយថាអាមែនខ្ញុំដឹងប៉ុន្តែទ្រង់ចង់ឲ្យជីវិតរបស់យើងបង្ហាញថាខ្ញុំកំពុងតែរស់នៅតាមព្រះបន្ទូលនោះដូច្នេះថ្ងៃនេះយើងមិនគួរសួរខ្លួនឯងតែសំណួរថាអូខ្ញុំស្គាល់ព្រះបន្ទូលច្រើនប៉ុណ្ណាប៉ុន្តែយើងត្រូវសួរខ្លួនឯងវិញថាតើព្រះបន្ទូលខ្ញុំស្គាល់នោះកំពុងតែផ្លាស់ប្ដូរជីវិតរបស់ខ្ញុំយ៉ាងដូចម្តេចវិញអាមែនបើសិនបើយើងស្គាល់សេចក្តីពិតប៉ុន្តែមិនរស់នៅតាមសេចក្តីពិតទេនោះព្រះបន្ទូលគ្រាន់ជាអ្វីចំណេះដឹងរបស់យើងតែប៉ុណ្ណោះអត់ប្រើប្រាស់កើតទេបើសិនបើយើងស្គាល់សេចក្តីពិតហើយអត់រស់នៅតាមព្រះបន្ទូលព្រះអង្គទេព្រះបន្ទូលគ្រាន់តែជាចំណេះដឹងអាមែនបងប្អូនគិតថាតើចំណេះដឹងនៃព្រះបន្ទូលធ្វើឲ្យយើងបានសង្គ្រោះទេ
អត់ទេយើងត្រូវតែចេះបង្កើតផលផ្លែតាមព្រះបន្ទូលទ្រង់ផងដែរត្រូវតែមានជំនឿហើយបង្កើតផលផ្លែតាមជំនឿដ៏ពិតនោះប្រកបផងដែរជាការពិតណាយើងទាំងអស់គ្នាជាមនុស្សដែលធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពលាក់ពុតគឺងាយមែនទែនហើយនេះហើយបានជាព្រះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលតាមរយៈសម្បត្តិរបស់លោកយ៉ាកុបថាសូមអានជាមួយគ្នាក្នុងយ៉ាកុបចំពុក1ខ22ចូលឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅកុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះហើយបញ្ឆោតខ្លួនវិញនោះឡើយអាមែនលោកយ៉ាកុបបានថាមើលចូលឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលដែលអ្នករាល់គ្នាបានឮបានស្គាល់ចុះកុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះពីព្រោះការនោះវាជាការបញ្ឆោតប្រសិនបើយើងគ្រាន់ស្ដាប់ហើយទុកចោលដូច្នេះហើយបានជានៅពេលយើងសិក្សាខទាំងនេះយើងមិនគួរគ្រាន់តែគិតថាអូលោកប៉ូលនិយាយទៅកាន់ពូសិស្សយូដាប៉ុណ្្នឹងទេប៉ុន្តែសូមឲ្យព្រះបន្ទូលនោះបានដាស់តឿនចិត្តរបស់យើងផងដែរអាមែនរឿងសំខាន់ទី2ភាពលាក់ពុតធ្វើឲ្យព្រះនាមព្រះត្រូវអាប់អោនហើយប្រសិនបើបងប្អូនកំពុងតែលាក់ពុតអំពីចរិតលក្ខណៈនៃការលាក់ពុតក្នុងចិត្តផងយើងនោះយើងកំពុងតែធ្វើឲ្យព្រះនាមព្រះត្រូវអាប់អោនហើយអាមែនសូមអានរ៉ូមចំពុក2ខ23 123អ្នកឯងដែលអួតពីក្រឹតវិន័យតើអ្នកបង្អាប់ព្រះដោយប្រព្រឹត្តរំលងនឹងក្រឹតវិន័យឬទេអាមែននៅក្នុងខ23លោកប៉ូលបានចោទជាសំណួរទៅកាន់ពួកជនជាតិយូដាថាអ្នកឯងដែលអួតខ្លួនថាមានក្រឹតវិន័យតើអ្នកឯងគឺជាមនុស្សដែលបង្អាប់ព្រះធ្វើឲ្យព្រះនាមព្រះអង្គអាប់អោនដោយអ្នកបានធ្វើខុសនឹងព្រះបន្ទូលព្រះឬទេគឺជាឫសគល់នៃអំពើបាបទាំងអស់បងប្អូនគឺការមិនលើកដំកើងព្រះអំពើបាបរបស់យើងដែលធំបំផុតគឺការមិនលើកដំកើងព្រះការមិនថ្វាយស្រីល្អទៅកាន់ព្រះនោះគឺជាអំពើបាបធំបំផុតព្រះគម្ពីររ៉ូមចំពុក3ខ23បានចែងថាពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់ស្រីល្អនៃព្រះនៅក្នុងព្រះគម្ពីររ៉ូមចំពុក1ខ21ពេលសាវកពោចោទប្រកាន់ពួកសារតីថាអូពួកគេមិនបានថ្វាយស្រីល្អដល់ព្រះពួកគេមិនបានអរប្រគុណដល់ព្រះជាម្ចាស់នោះពួកយូដាអោបដៃពួកគេពិតជាអញ្ចឹងមែនហើយពួកសាសយូដាមានដួងចិត្តស្របជាមួយនឹងមតិដែលលោកប៉ូលបាននិយាយប៉ុន្តែនៅក្នុងចំពុក2លោកប៉ូលបានងាកមករកពួកគេវិញអ្នកឯងក៏អញ្ចឹងដែរនៅពេលពួកគេចាប់ដើមមិនដែរខឹងលោកប៉ូលខ្លាំងមែនទែនពួកគេកំពុងតែពេញចិត្តនៅអ្វីដែលលោកប៉ូលកំពុងតែបន្ទោសទៅកាន់ពួកសារតីប៉ុន្តែទីបំផុតលោកប៉ូលបែរជាសម្លឹងមើលទៅកាន់ពួកសាសយូដាថាអ្នកឯងក៏ធ្វើខុសអញ្ចឹងដែរបងប្អូនហេតុនេះហើយបានជាយើងមិនមានអ្វីដែលល្អឬក៏ពិសេសជាងគេទេកុំថ្កោលទោសគេឡើយប៉ុន្តែសូមឲ្យព្រះបន្ទូលព្រះបានដាស់តឿននិងកែប្រែចិត្តយើងឡើងវិញផងដែរដូច្នេះឥឡូវនេះសាវកប៉ូលបាននាំការចាប់ប្រកាន់ដូចនេះមកលើពួកសាសយូដាវិញម្ដងព្រះបានជ្រើសរើសជនជាតិអ៊ីស្រាអែលដើម្បីឲ្យក្លាយជាប្រជាជនដែលលើកដំកើងសេចក្ដីដល់ព្រះដោយព្រះគម្ពីរអេសាយចំពុក43ខ7បានចែងថាគឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញជាអ្នកដែលអញបានបង្កើតមកសម្រាប់សេរីល្អនៃអញគឺជាអ្នកដែលអញបានជប់សូនជាអ្នកដែលអញបានតែងតាំងឡើងអាមែនដូច្នេះមនុស្សត្រូវបានព្រះបង្កើតឡើងមកដើម្បីអ្វីសេរីល្អរបស់ផងព្រះអង្គប៉ុន្តែដោយសារតែការមិនស្ដាប់បង្គាប់របស់ផងពួកគេបានបរាជ័យក្នុងការថ្វាយស្រីល្អដល់ព្រះជាម្ចាស់ហើយភាពលាក់ពុតនោះធ្វើឲ្យព្រះនាមព្រះត្រូវអាប់អោនហើយដូច្នេះតើការនេះជារឿងតូចតាចដូចជាយើងគិតទៀតដែរឬទេអត់ទេដូចគ្នានេះដែរព្រះបានជ្រើសរើសបងប្អូនហើយនឹងខ្ញុំហើយដើម្បីឲ្យយើងម្នាក់ខ្លាចជាអ្វីខ្លាចទៅជាសេចក្តីសរសើរដល់ស្រីល្អនៃព្រះគុណរបស់ផងព្រះដោយព្រះគម្ពីរអេផេសូចំពុក1ខ4និងខ6បានចែងអញ្ចឹងយើងគឺជាមនុស្សដែលត្រូវតែសរសើរដំកើងដល់ព្រះជាម្ចាស់ប៉ុន្តែបើសិនមកយើងមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ផងទ្រង់ទេនោះជីវិតរបស់ផងយើងនឹងធ្វើឲ្យព្រះនាមព្រះអង្គត្រូវអាប់អោនហើយតើបងប្អូនចង់ឲ្យឈ្មោះកិត្តិយសរបស់ឪពុកម្ដាយយើងត្រូវអាប់អោនសារយើងទេប៉ុន្តែកូនដែលអកតញ្ញូដែលរមើសគុណតែធ្វើឲ្យគេឈ្មោះរបស់ពុកម្ដាយត្រូវអាប់អោនហើយកូនខ្លះប្រព្រឹត្តអំពើអបាយមុខកាប់សម្លាប់គ្នា
ឆ្លោះប្រកែកគ្នាលួចឆក់ប្លន់តើនេះគឺជាមោទនភាពរបស់ពងដៃទេអត់ទេគឺជាការដកអាម៉ាស់ចំពោះឈ្មោះរបស់ពងម្ដាយហើយបងប្អូនអើយយើងក៏អញ្ចឹងដែរតើយើងចង់ឲ្យព្រះនាមនៃព្រះដែលជាព្រះអង្គម្ចាស់របស់យើងត្រូវអាប់អរសាយើងទេចូលឲ្យយើងរស់នៅដើម្បីថាជាអ្វីថាជាមនុស្សដែលថ្វាយសេរីល្អដល់ព្រះតែមួយគត់តាមជាការដែលយើងស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គដូច្នេះយើងគួរភ័យខ្លាចអំពើបាបនៃការលាក់ពុតមិនមែនប្រងើកកន្តើយទេពីព្រោះការដែលយើងលាក់ពុតគឺកំពុងតែបង្ហាញថាសម្បកខាងក្រៅផងយើងគឺមើលទៅដូចជាគោរពព្រះប៉ុន្តែខាងក្នុងវិញយ៉ាងម៉េចដែរគឺមិនគោរពព្រះជាម្ចាស់ទេហេតុអ្វីពីព្រោះយើងមិនចង់ធ្វើឲ្យព្រះមានភាពពេញទៅដោយសេរីល្អទេយើងចង់ឲ្យព្រះអង្គទ្រង់ត្រូវបានអាប់អោនគេឈ្មោះហើយដូច្នេះគេស្អប់ព្រះយេស៊ូវដោយព្រោះព្រះយេស៊ូវនៅយើងបានព្រះពរហើយប៉ុន្តែបើសិនបើគេស្អប់ព្រះយេស៊ូវព្រោះតែយើងធ្វើអំពើបាបយើងមានកំប៉ោះយើងមានទោសហើយដូច្នេះព្រះអង្គបានសង្គ្រោះយើងដើម្បីឲ្យជីវិតរបស់បងប្អូនហើយនឹងខ្ញុំបានលើកដំកើងសេរីល្អប្រជាម្ចាស់ឡើងដូច្នេះបងប្អូនអើយគុំឲ្យជីវិតខាងក្រៅរបស់យើងមើលទៅដូចជាគ្រប់ព្រះខណៈពេលដែលក្នុងចិត្តផងយើងមិនបានសាប់បង្កប់នោះសោះចូលឲ្យយើងមានជីវិតដែលរស់នៅមានភាពពិតប្រាកដនៅចំពោះព្រះអង្គពោលគឺត្រូវគោរពព្រះទាំងខាងក្នុងនិងការរស់នៅខាងក្រៅផងដែរដើម្បីឲ្យព្រះនាមព្រះអង្គត្រូវបានលើកតម្កើងឡើងតាមរយៈយើងនៅនេះផងដែរអាមែនរឿងសំខាន់ចុងក្រោយទី3ភាពលាក់ពុតរបស់យើងធ្វើឲ្យអ្នកមិនជឿគេបដិសេធព្រះអាមែនប្រសិនបើយើងជាមនុស្សដែលមានបាបហើយមានពោពេញដោយភាពលាក់ពុតដែរតើយើងប្រកាសដំណឹងល្អអំពីព្រះអង្គយ៉ាងម៉េចតើអ្នកណាជឿឥឡូវសូមអានរ៉ូមចំពុក2ខ24ត្បិតពួកសត្វដទៃគេប្រមាថដល់ព្រះនាមព្រះដោយព្រោះតែអ្នករាល់គ្នាដូចជាមានសេចក្តីចែងទុកមកហើយអាមែនសាវកពរកំពុងតែដកស្រង់អត្ថបទនេះនៅក្នុងអេសាយចំពុក52ខ5ដែលលោកនិយាយអំពីអំពើបាបរបស់ជនជាតិអ៊ីស្រាអែលដែលនាំឲ្យប្រទេសទាំងមូលបំផ្លាញដោយបាប៊ីឡូនដូច្នេះព្រះវិហារត្រូវបំផ្លាញចោលកំផែងក្រុងត្រូវបំផ្លាញដោយរលំទាំងអស់ហើយពួកអ្នកដែលមិនជឿយ៉ាងម៉េចដែរគេសោកចង្អល់ឲ្យអ៊ីស្រាអែលអូនប្រជារាស្ត្រផងព្រះឥឡូវវេទនាហើយសមមុខហើយដោយព្រោះតែពួកគេបានធ្វើបាបដែរអញ្ចឹងនៅពេលនោះប្រជាជនដ៏ស្រតីគេលែងមើលឃើញថាអ្នកគឺជារាស្ត្រផងព្រះអង្គហើយអ្នកហើយខ្ញុំដូចតែគ្នាទេដូច្នេះមូលហេតុនេះហើយដែលធ្វើឲ្យអ៊ីស្រាអែលបានធ្លាក់ចុះយ៉ាងខ្លាំងពីព្រោះពួកគេមិនបានសាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គអំពើបាបរបស់ពួកគេបានធ្វើឲ្យព្រះរបស់ពួកគេមើលទៅកម្មស្រតីដោយភាពអាប់អោនកិត្តិយសហើយដូច្នេះតើរឿងទាំងអស់នេះយើងរៀនបានអ្វីខ្លះយ៉ាងសំខាន់គឺប្រសិនបើយើងប្រាប់អ្នកអតីតថាខ្ញុំជាគ្រីស្ទៀនធ្លាប់ប្រាប់គេអញ្ចឹងទេធ្លាប់ហ៊ានប្រាប់គេថាខ្ញុំជាគ្រីស្ទៀនជឿលើព្រះយេស៊ូវទេបងប្អូនណាធ្លាប់សូមលើកដៃបងប្អូនណាធ្លាប់ទេវាថាម៉េចយើងនៅតែអៀនអំពីអត្តសញ្ញាណដ៏អស្ចារ្យដែលព្រះបានប្រទានមកកាន់យើងហើយដូច្នេះយើងប្រាប់គេថាខ្ញុំជាគ្រីស្ទៀនប៉ុន្តែជីវិតរបស់យើងបែរជារស់នៅមិនស្ដាប់បង្គាប់តាមព្រះគ្រីស្ទនោះអ្នកមិនជឿគេចំអកមកកាន់យើងហើយគេនៅមើងងាយជំនឿគ្រីស្ទៀនហើយដោយព្រោះតែការរស់នៅផងយើងមិនបានលើកដំកើងប្រជាម្ចាស់ទេបើសិនបើមនុស្សយើងម្នាក់អះអាងថាខ្លួនជាគ្រីស្ទៀនប៉ុន្តែគាត់មិនស្មោះត្រង់ក្នុងការដែលរកស៊ីឬក៏រស់នៅក្នុងអំពើអសិលធម៌ក្នុងជីវិតផ្ទាល់ខ្លួនឬក៏ធ្វើអំពើបាបឬក៏កេងប្រវ័ញ្ចគេកុហកគេបោកប្រាស់គេនោះពិភពលោកអាចនិយាយថាតើហេតុអ្វីបានជាខ្ញុំត្រូវធ្វើតាមព្រះរបស់ផងអ្នកបើអ្នកអត់ធ្វើតាមព្រះអ្នកផងនឹងឲ្យខ្ញុំដើរតាមព្រះយេស៊ូវរបស់អ្នកយ៉ាងម៉េចតើអ្នកចង់ឲ្យខ្ញុំរស់ក្នុងជីវិតបែបដូចជាអ្នកដែរឬក៏យ៉ាងណាបងប្អូននេះគឺជារឿងដ៏គ្រោះថ្នាក់មែនទែនដែលយើងត្រូវតែប្រុងប្រយ័ត្នមិនមែនជារឿងលេងសើចមិនមែនជាយើងដែលត្រូវប្រកឹកកន្តើយឬក៏មិនខ្វល់ខ្វាយទេពេលព្រោះជីវិតរបស់យើងអាចធ្វើឲ្យអ្នកមិនជឿមើងងាយទៅនឹងល្អបានជំនួសឲ្យការដែលពួកគេចង់ស្គាល់ព្រះបងប្អូនមានដឹងទេជីវិតរបស់បងប្អូនដូចជាព្រះគម្ពីរដែលគេកំពុងតែអានរាល់ថ្ងៃពួកគេអត់មានព្រះគម្ពីរអានទេប៉ុន្តែពួកគេកំពុងតែអានព្រះគម្ពីរដែលជាជីវិតរបស់បងប្អូនដែលជាអ្នកដែលដើរតាមព្រះគ្រីស្ទរាល់ថ្ងៃហើយ
គេនឹងមើលមកកាន់យើងអូអ្នកជឿលើព្រះគ្រីស្ទរស់នៅបែបណាណូគេមើលរាល់ថ្ងៃប៉ុន្តែនៅពេលយើងធ្វើខុសគេនឹងកោតទោសយើងហើយគេនឹងចំអកហើយយើងចង់ផ្សាយរឿងល្អគឺមិនបានទេដូច្នេះសូមឲ្យព្រះគម្ពីរដែលជាជីវិតផងយើងរាល់ថ្ងៃជាពន្លឺជាគំរូនៃព្រះគ្រីស្ទនោះចូលឲ្យពួកគេបានអានទៅហើយចង់រស់នៅតាមព្រះបន្ទូលព្រះមិនមែនឲ្យគេមើលឃើញហើយចង់រត់ចេញពីព្រះអង្គទេឲ្យទៅលើឈ្មោះយេស៊ូវអ្នកដែលជឿលើយេស៊ូវគេរត់ចោលហើយដូច្នេះជាការពិតណាស់យើងត្រូវតែទទួលស្គាល់ថានោះគឺជារឿងដ៏អាម៉ាស់មែនទែនដែលយើងត្រូវតែប្រុងប្រយ័ត្នភាពលាក់ពុតធ្វើឲ្យយើងរស់នៅក្នុងការបោកបញ្ឆោតទាំងអ្នកដទៃទាំងខ្លួនឯងប៉ុន្តែយើងមិនឆាប់ព្រះជាម្ចាស់បានទេអត់ទេដូច្នេះយើងត្រូវតែធ្វើឲ្យខ្លួនយើងជាមនុស្សដែលគុំឲ្យជំនឿអ្នកដែលមិនជឿនឹងគេជំពប់ដួលដោយព្រោះតែយើងមិនចង់ស្គាល់ព្រះជាម្ចាស់យើងមិនចង់តាមព្រះបន្ទូលព្រះអង្គអាមែនគេចង់ជឿលើព្រះអង្គប៉ុន្តែគេឃើញជំនឿផងយើងយ៉ាងម៉េចដែរអត់កាន់ខ្ជាប់គេអត់ចង់តាមព្រះជាម្ចាស់ទេអាមែនសរុបមកវិញបងប្អូនអើយភាពលាក់ពុតមិនមែនជារឿងដែលងាយស្រួលក្នុងការយកឈ្នះទេប៉ុន្តែយើងអាចតយុទ្ធវាបានដោយចាប់ផ្ដើមរឿងសំខាន់ទាំង3យ៉ាងឥឡូវនេះសូមអនុវត្តអំពីការនោះជាមួយខ្ញុំយើងរៀនជាមួយគ្នាទី1តើយើងអាចយកឈ្នះលើភាពលាក់ពុតរបស់យើងបានយ៉ាងដូចម្តេចទី1ចូលឲ្យយើងរក្សាជីវិតខាងក្នុងឲ្យពិតប្រាកដនៅចំពោះព្រះបងប្អូនស្គាល់ព្រះបន្ទូលទេសូមរស់នៅតាមព្រះបន្ទូលនោះសូមរក្សាជីវិតខាងក្នុងមិនមែនតែខាងក្រៅទេខាងក្រៅយើងរស់នៅគឺកើតចេញពីផលផ្នែកខាងក្នុងអញ្ចឹងខាងក្នុងយើងមិនល្អហើយយើងខំប្រឹងសម្ដែងល្អនោះគេហៅថាលាក់ពុតហើយប៉ុន្តែសម្រាប់ខាងក្នុងយើងល្អយើងសម្ដែងមកយ៉ាងល្អនោះគឺជាព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យផងដែរដូច្នេះចូលឲ្យយើងមកចិត្តព្រះរាល់ថ្ងៃតាមរយៈការសិក្សាព្រះបន្ទូលតាមរយៈការយើងអធិដ្ឋានកុំធ្វើដើម្បីគ្រាន់តែបំពេញភ្នែកដទៃកុំគ្រាន់តែបំរើព្រះដើម្បីបំពេញកាតព្វកិច្ចតែប៉ុណ្ណោះប៉ុន្តែចូលឲ្យយើងបានបើកចិត្តរបស់យើងទៅចំពោះព្រះសារភាពអំពើបាបទទួលស្គាល់ថាយើងគឺជាមនុស្សដែលទន់ខ្សោយហើយកំពុងតែស្វែងរកកម្លាំងមកពីព្រះអង្គអាមែនបាទពីព្រោះទ្រង់តែងតែតតមើលក្នុងចិត្តយើងហើយសម្អាតយើងមិនឲ្យមានភាពលាក់បាំងណាមួយនៅក្នុងចិត្តយើងបានឡើយនៅពេលដែលយើងមករកព្រះអង្គរឿងទី2ដែលយើងត្រូវយកឈ្នះចូលរស់នៅដោយភាពស្មោះត្រង់ទោះបីជាលោកីប្រើភាពបោកបញ្ឆោតកុហកបោកប្រាស់ច្រើនទូទាំងផ្ទៃប្រទេសក៏ដោយបងប្អូនត្រូវតែច្បាស់លាស់ខ្លួនឯងតើយើងតាមគេឬក៏តាមព្រះជាម្ចាស់ព្រះអង្គប្រទានមនសិការឬក៏បញ្ញាចិត្តមកកាន់បងប្អូនស្គាល់ភាពត្រូវភាពអាក្រក់ហើយអាមែនចូលឲ្យព្រះបន្ទូលព្រះបានពង្វឹកបញ្ញាចិត្តផងយើងឲ្យរឹងមាំឡើងដើរនៅក្នុងភាពត្រឹមត្រូវរាល់ថ្ងៃទី3ចូលអនុវត្តព្រះបន្ទូលដែលយើងបានស្គាល់បងប្អូនចេះព្រះបន្ទូលប៉ុណ្ណាសូមតាមព្រះបន្ទូលនោះយ៉ាងអស់អំពីចិត្តព្រះបន្ទូលមិនមែនសម្រាប់ឲ្យយើងរីកចម្រើនតែចំណេះដឹងទេប៉ុន្តែយើងត្រូវតែយកមកអនុវត្តនៅក្នុងជីវិតយើងរស់នៅប្រចាំថ្ងៃផងដែរដូច្នេះបងប្អូនអើយព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើងខ្លាំងមែនទែនសូមឲ្យយើងបានចងចាំថាភាពលាក់ពុតមិនមែនជាបញ្ហាតូចតាចទេវាអាចបោកបញ្ឆោតយើងធ្វើឲ្យយើងរស់នៅក្នុងជីវិតខ្លាំងខ្លាយហើយអាចធ្វើឲ្យអ្នកមិនទាន់ជឿចំពប់ដួលអំពីជំនឿដែលពួកគេចង់ជឿលើព្រះយេស៊ូវបានផងដែរគេចង់ជឿប៉ុន្តែឃើញយើងធ្វើអំពើមិនល្អគេអត់ចង់ជឿលើព្រះយេស៊ូវទេសូមកុំអនុញ្ញាតឲ្យអំពើបាបលាក់ពុតនោះមកបញ្ឆោតយើងឡើយវានឹងបំផ្លាញនៅភស្តុតាងនៅស័ក្តិសិទ្ធិដែលយើងបង្ហាញថាជាគ្រីស្ទានទៅកាន់លោកីជាមិនខានបងប្អូនគឺជាស្មោះបន្តព្រះគ្រីស្ទមែនទេដូច្នេះយើងត្រូវតែស្មោះត្រង់ហើយជាអ្នកដែលនាំសេចក្ដីល្អនៃព្រះទៅកាន់លោកីផងដែរសូមលើកពនាមព្រះម្ចាស់ឡើងអាមែនទៅវិញជួយឲ្យយើងបានរស់នៅក្នុងជីវិតដែលបង្ហាញអំពីភាពពិតនៃជំនឿដោយការលើកតម្កើងពនាមព្រះអង្គរាល់ថ្ងៃនេះហើយគឺជាជីវិតដែលរស់នៅចាក់ចេញអំពីភាពលាក់ពុតដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនសូមរស់នៅមានភាពស្មោះត្រង់ឡើងហើយសូមចាក់ចេញអំពីជីវិតដែលលាក់ពុតខ្លួនឯងផងដែរអាមែនខ្ញុំអធិដ្ឋានគូសូមអរព្រគុណដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណដល់ព្រះអង្គសម្រាប់ពេលវេលាដែល
យើងបានចូលមកសិក្សានៅព្រះបន្ទូលព្រះអង្គជាមួយគ្នាសូមឲ្យយើងមកគ្នាបានស្ដាប់ឮនៅព្រះបន្ទូលព្រះអង្គហើយសូមកុំឲ្យទូបង្គំគ្រាន់តែឮហើយឲ្យព្រះបន្ទូលនោះគ្រាន់តែជាចំណេះដឹងរបស់ផងទូបង្គំឡើយប៉ុន្តែសូមឲ្យទូបង្គំអនុញ្ញាតឲ្យជីវិតផងទូបង្គំប្រព្រឹត្តតាមព្រះបន្ទូលទ្រង់យ៉ាងស្មោះត្រង់ផងដែរសូមឲ្យទូបង្គំអានកោតខ្លាចចំពោះព្រះបន្ទូលព្រះហើយព្យាយាមរស់នៅយ៉ាងស្មោះត្រង់ជាមួយនឹងការអនុវត្តព្រះបន្ទូលព្រះអង្គរាល់ថ្ងៃនៅក្នុងជីវិតផងទូបង្គំគ្រប់ពេលផងដែរអរគុណដល់ព្រះអង្គទូបង្គំសូមអធិដ្ឋានទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណលោកអ្នកនាងដែលបានទស្សនានិងស្ដាប់ការអធិប្បាយព្រះបន្ទូលរបស់លោកគ្រូគង្វាលវងនិត្យាពីក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវជារៀងរាល់ថ្ងៃអាទិត្យក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវមានការថ្វាយបង្គំព្រះជាម្ចាស់ចំនួន3វេនវេនទី1ចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 8:30 នាទីព្រឹកសម្រាប់កុមារវេនទី2ចាប់ពីម៉ោង 10 ដល់ម៉ោង 11 ព្រឹកសម្រាប់មនុស្សពេញវ័យនិងមនុស្សចាស់វេនទី3ចាប់ពីម៉ោង 3 ដល់ម៉ោង 4 ល្ងាចសម្រាប់កុមារផងដែរលោកអ្នកនាងអាចចូលរួមថ្វាយដង្វាយតិចតួចដើម្បីផ្គត់ផ្គង់ក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវតាមរយៈ QR Code នេះបានផងដែរសូមអរគុណសូមព្រះប្រទានពរ